បាទសួស្តីបងប្អូនថ្នាក់ទី10ក្នុងថ្ងៃនេះលោកគ្រូលើកយកនៅលំហាត់ទី3បាទគឺគីមីស្រីរាងបាទនៅមេរៀនអ៊ីត្រូកាប៊ូមិនតន់ឆ្អែតបាទគឺអាល់ខ្សែតអញ្ចឹងបងប្អូនបានមើលមេរៀនរួចហើយបាទអាល់សែនគឺវាមានសម្ព័ន្ធ2ជាន់បាទហើយសម្ព័ន្ធ2ជាន់នេះហើយសំដៅថាវាជាអ៊ីត្រូកាប៊ូដែលមិនតន់ឆ្អែតបាទអញ្ចឹងអាល់សែនមានរូបមន្តទូទៅបាទបងអូនសាកគិតមើលមានរូបមន្តទូទៅដូចម្ដេចតោះអាល់សែនមានរូបមន្តទូទៅគឺ CN ហៅ 2N បាទអញ្ចឹងដើម្បីឲ្យការហៅឈ្មោះនេះបានយើងតទៅចម្លើយទាំងអស់គ្នាបាទដើម្បីហៅឈ្មោះសមាធិខាងក្រោមនេះបានបាទអូនមើលកខគួរបាទវាសុទ្ធតែជាខ្សែត្រង់បាទអត់ខ្សែតូលអត់មានខ្សែណាកាច់មួយទេបាទឥឡូវយើងមើលទៅផ្ទាំងពណ៌លឿងខាងលើបាទដើម្បីហៅឈ្មោះខ្សែត្រង់នឹងបានគឺយើងអាចហៅបានពីរករណីបាទឥឡូវនេះទី1អាក្រោមទី2បាទដោយទី1យើងអាចហៅវាបាទបបបត្តិក្រិចបាទមានបបបត្តិក្រិចមាន A Pro បុយបាទប៉ង X អឹបអុកបាទហើយទីតាំងសម្ព័ន្ធ2ជាន់បាទសពណ៌នេះគឺសម្ព័ន្ធ2ជាន់បាទរួចហើយយើងបន្ថែមបច្ចឹមបទឯនឬក៏យើងអាចហៅបានលេខទីតាំងសម្ព័ន្ធ2ជាន់មុនរួចហើយបបបត្តិក្រិចហើយចាំថែមពាក្យបច្ចឹមបទឯនបាទដោយអាល់សែនវាគឺបច្ចឹមបទឯនបាទបើអាល់កានគឺបច្ចឹមបទអានតោះអញ្ចឹងទី1នេះបាទគឺសេវា2អា4បាទអញ្ចឹងវាគឺសេគឺ A សេ2គឺ A បាទបើយើងមើលបាទ A តែនបាទឬ A ទីឡែនបាទអញ្ចឹងចាប់ពីកាបូនខនេះគឺកាបូនមាន4បាទ1 2 3 4បាទឥឡូវយើងមើលឈ្មោះវាដូចម្ដេចបាទគឺបុយមួយឯនឬក៏បុយតែនបាទបុយកាបូន4យើងត្រឡប់មើលទៅផ្ទាំងពណ៌លឿងបបបត្តិក្រិចបាទកាបូន4គឺបុយបាទទីតាំងសម្ព័ន្ធ2ជាន់បាទអញ្ចឹងទីតាំងសម្ព័ន្ធ2ជាន់នៅទីតាំងលេខ1និងលេខ2តែបងប្អូនត្រូវចាំថាគឺយើងជ្រើសរើសយកលេខណាដែលតិចជាងគេតូចជាងគេបាទអញ្ចឹងយើងមិនអាចយកលេខ2ទេគឺយើងយកលេខ1អញ្ចឹងបុយ1បាទបច្ចឹមបទឯនយើងក៏ថែមពាក្យឯនមកបាទឬក៏បុយតែនឥឡូវទីនេះបើសិនជាយើងហៅបាទតាមទី1អញ្ចឹងកាបូនវាមាន4បាទទី1យើងសើពាក្យបុយមកបាទបុយហើយដកនេះគឺរចសញ្ញាបាទរចសញ្ញាឥឡូវយើងមើលទីតាំងសម្ព័ន្ធ2ជាន់នៅលេខម៉ានបើយើងរាប់ពីខាងឆ្ដាំ1 2 3 4អញ្ចឹងទីតាំងសម្ព័ន្ធ2ជាន់គឺនៅទីតាំងលេខ2លេខ3អញ្ចឹងយើងយកលេខ2តូចជាងគេចា៎បាទអញ្ចឹងបុយ2បាទឯនបាទបើយើងបង់ពីនេះ1 2 3 4ដូចគ្នាអញ្ចឹងយើងបង់ពីខាងណាក៏បានដែរបាទអញ្ចឹងឈ្មោះវាគឺបុយ2ឯនឬក៏យើងអាចហៅបានមួយទៀតលេខទីតាំងសម្ព័ន្ធ2ជាន់បាទលេខ2នេះលេខ2បាទហើយចសញ្ញាបាទហើយបបបត្តិក្រិចបបឯនបបត្តិក្រិចគឺបុយតែនបាទឥឡូវយើងមើលចំណុចខហើយនឹងងយើងមើលឃើញថាបាទកន្លែងនេះវាមានកាច់បាទកាច់នេះបាទហើយនឹងខ្សែត្រង់កាច់នេះគេហៅថាវាជាផ្នែកបាទផ្នែក CH3 វាគឺជាបាទមេទីលបាទបច្ចឹមបទអ៊ីលអញ្ចឹងយើងត្រូវជ្រើសរើសយកខ្សែមេខ្សែណាដែលវាជាងគេបាទឥឡូវយើងជ្រើសរើសយកមកខោមើលបាទ1 2 3បាទបើជ្រើសរើសនេះ1 2 3 4បាទអញ្ចឹងយើងយក4ណា
4 ពីព្រោះវាមានជាង3បងត្រូវចាំថាយើងជ្រើសខ្សែមេនេះគឺជ្រើសខ្សែណាដែលវានៅជាប់សម្ព័ន្ធពីរជាន់បាទអញ្ចឹងមានខ្សែត្រង់ទេបាទនៅជាប់សម្ព័ន្ធពីរជាន់អញ្ចឹងយើងបងលេខយ៉ាងម៉េចដើម្បីឲ្យលេខនោះយើងបងពីលេខតូចទៅលេខធំដើម្បីឲ្យលេខតូចនៅជាប់សម្ព័ន្ធពីរជាន់បាទហើយយើងបងតោះ1 2 3 4បាទអញ្ចឹងយើងបងលេខ1 2 3 4ហើយការបងលេខនេះគឺលេខយើងត្រូវសរសេរនៅលើលេខអាតូមកាបូនណាបាទលេខ1បាទលេខ2លេខ3និងលេខ4បាទនេះយើងមិនមែនបងលេខ5ទេបាទពីព្រោះវាជាផ្នែកអញ្ចឹងហៅឈ្មោះវាគឺបាទនេះទី1គឺប្អូនត្រូវយកថាយើងត្រូវបងយើងត្រូវហៅឈ្មោះផ្នែកមុនបាទយើងត្រូវហៅឈ្មោះផ្នែកមុនឥឡូវយើងហៅឈ្មោះតាមលេខ1នេះចុះបាទអញ្ចឹងលេខផ្នែកនៅលេខម៉ានលោកគ្រូបងវិញ1 2បាទ3 4អញ្ចឹងលេខផ្នែកនេះនៅទីតាំងលេខ2អញ្ចឹងយើងសរសេរ2ហើយរចសញ្ញាដកហ្នឹងណាហើយឈ្មោះផ្នែកឈ្មោះអីគេមេទីលបាទមេទីលហើយបបបត់ខ្សែមេវាបាទខ្សែត្រង់នេះអញ្ចឹងកាបូន4គឺបុយហើយនឹងលេខទីតាំងសម្ព័ន្ធពីរជាន់បាទលេខទីតាំងសម្ព័ន្ធពីរជាន់ក៏នៅលេខ2ដែរបាទ2ឯនបាទតាមត្រូវហើយមើលចំណុចងមួយទៀតបាទងចឹងនេះលោកគ្រូហៅទាំងពីរករណីខាងលើបាទឥឡូវយើងមើលផ្នែកបាទនៅទីតាំងលេខម៉ានបើយើងបងពីនេះ1 2 3 4ហើយនៅទីតាំងលេខ2សម្ព័ន្ធពីរជាន់នៅលេខ1បាទតែបើយើងបងពីខាងនេះនៅលេខ4តែបើយើងបងពីខាងនេះ1 2 3 4បាទអញ្ចឹងបងប្អូនត្រូវចាំថាយើងបងលេខគឺបងពីខាងណាដែលមានសម្ព័ន្ធពីរជាន់មុនបាទនេះគេហៅសម្ព័ន្ធពីរជាន់នេះហៅមួយជាន់បាទអញ្ចឹងបងប្អូនត្រូវបងពីនេះមុនដាច់ខាតបាទអញ្ចឹង1 2 3 4បាទអញ្ចឹងទីតាំងផ្នែកបាទលេខផ្នែកគឺលេខ3បាទ3បាទឈ្មោះផ្នែកបាទមេទីលបាទបបត់ខ្សែមេកាបូន4បាទបុយបាទហើយទីតាំងសម្ព័ន្ធពីរជាន់នៅលេខ1បាទ1ឯនឬក៏យើងអាចហៅតាមនេះលេខផ្នែកបាទ3ឈ្មោះផ្នែកមេទីលបាទលេខទីតាំងសម្ព័ន្ធពីរជាន់បាទ1បាទ1ឯនឬក៏យើងអាចហៅថា3មេទីលបុយតែនតែម្ដងបាទចឹងការបង្រៀនរបស់លោកគ្រូមានតែប៉ុណ្ណេះបងប្អូនហើយបងប្អូនអាចខមមិនសួរនៅខាងក្រោមបានបាទសូមអរគុណ